ពីរ៉ាមីតនៅពេលដែលយើងនិយាយពីពីរ៉ាមីតយើងតែងតែសំដៅទៅលើពីរ៉ាមីតដែលធំជាងគេហើយនិងល្បីជាងគេនៅក្នុងប្រទេសអេស៊ីបតែការពិតទៅពីរ៉ាមីតមានច្រើនមែនទែនវាមានប្រហែលជា118ពីរ៉ាមីតរួមទាំងពីរ៉ាមីតដែលមានការខូចខាតខ្លះពីរ៉ាមីតខ្លះក៏សាងសង់មិនទាន់រួចរាល់អញ្ចឹងយើងមកស្គាល់ថាតើគេធ្វើពីរ៉ាមីតឡើងដើម្បីអីពីរ៉ាមីតនឹងគឺជាអ្វីពីរ៉ាមីតគឺជាភ្នូររបស់ស្ដេចប្រទេសអេស៊ីបវាត្រូវបានសាងសង់ឡើងក្នុងគោលបំណងថែរក្សាការពាររូបរាងកាយហើយនិងទ្រព្យសម្បត្តិរបស់ទ្រង់សម្រាប់ផ្ទៃជាតិខាងមុខតែប៉ុណ្ណោះវាបង្ហាញពីអំណាចដ៏ខ្លាំងក្លាមហិមារបស់ទ្រង់នៅពេលដែលទ្រង់គ្រប់គ្រងប្រទេសវិញទៀតពួកគេជឿថាស្ដេចរបស់ពួកគេនឹងបានឡើងទៅឋានសួគ៌ប្រសិនជារូបរាងកាយរបស់ស្ដេចត្រូវបានរក្សាទុកនៅក្នុងពីរ៉ាមីតតើពីរ៉ាមីតត្រូវបានសាងសង់ឡើងនៅពេលណាកំឡុងពេលដែលស្ដេចនៅមានជីវិតឬក៏ស្ដេចរបស់ប្រទេសអេស៊ីបត្រូវបានបាត់បង់ជីវិតហើយទើបមានអ្នកសាងសង់ឲ្យនៅពេលក្រោយចម្លើយគឺពីរ៉ាមីតនឹងត្រូវបានសាងសង់ឡើងកំឡុងពេលដែលទ្រង់នៅមានជីវិតហើយស្ដេចរបស់ប្រទេសអេស៊ីបនឹងចាប់ផ្ដើមសាងសង់ពីរ៉ាមីតឡើងភ្លាមៗបន្ទាប់ពីពួកគេបានឡើងគ្រងរាជ្យពីរ៉ាមីតនីមួយៗអាចត្រូវការពេលចន្លោះពី20ទៅ30ឆ្នាំដើម្បីសាងសង់សព្វគ្រប់អស់អេស៊ីបបានសាងសង់ពីរ៉ាមីតប្រហែលជា118ពីរ៉ាមីតនៅក្នុងប្រទេសក្នុងចំណោមពីរ៉ាមីតទាំងអស់មានតែពីរ៉ាមីតមួយប៉ុណ្ណោះដែលសល់តាំងពីបុរាណកាលមកហើយវាមានអាយុកាលលើសពី4500ឆ្នាំទៅទៀតពីរ៉ាមីតនោះមានឈ្មោះថាពីរ៉ាមីតនៃគីហ្សារបស់ស្ដេចគូហ្វូពីរ៉ាមីតគីហ្សាគឺជាពីរ៉ាមីតដែលធំជាងគេនិងខ្ពស់ជាងគេក្នុងចំណោមពីរ៉ាមីតទាំងអស់នៅក្នុងប្រទេសអេស៊ីបមិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសអេស៊ីបនោះទេពីរ៉ាមីតគីហ្សាគឺខ្ពស់ជាងអ្វីៗទាំងអស់នៅក្នុងពិភពលោកកាលពី4000ឆ្នាំមុនវាត្រូវបានសាងសង់ឡើងនៅពេលដែលពីរ៉ាមីតគឺជាប្រទេសមួយដែលខ្លាំងបំផុតខ្លាំងទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចហើយនិងផ្នែកជំនឿផងដែរយើងឃើញថានៅពេលដែលយើងមើលពីរ៉ាមីតពីខាងក្រៅពីរ៉ាមីតនោះពិតជាធំខ្លាំងមែនទែនប៉ុន្តែបើយើងក្រឡេកទៅមើលខាងក្នុងពីរ៉ាមីតវិញយើងឃើញថាខាងក្នុងគឺសុទ្ធតែដុំថ្មគ្មានសូម្បីតែរូបភាពអក្សរដែលតាក់ទងជាមួយនឹងសាសនាហើយនឹងអ្វីផ្សេងៗទៀតគឺវាទទេស្អាតពីរ៉ាមីតដែលបានសាងសង់ដោយស្ដេចផ្សេងៗនៅក្នុងរជ្ជកាលផ្សេងៗគ្នាគឺសុទ្ធតែក្នុងគោលបំណងមួយដើម្បីឲ្យពួកគេបានចាប់ជាតិឬក៏បានឡើងទៅឋានសួគ៌ប៉ុន្តែសម្រាប់ពីរ៉ាមីតគីហ្សាវិញគឺវាត្រូវបានសាងសង់ឡើងដើម្បីបញ្ជាក់ថាស្ដេចគូហ្វូគឺមានអំណាចជាងស្ដេចផ្សេងៗក្នុងប្រទេសអេស៊ីបហើយបន្ទាប់ពីពីរ៉ាមីតគីហ្សាដែលគ្រប់គ្រងដោយស្ដេចគូហ្វូនេះរួចហើយគ្មានរជ្ជកាលនៃស្ដេចអង្គណាដែលអាចសាងសង់ពីរ៉ាមីតធំដូចពីរ៉ាមីតគីហ្សានេះបានឡើយឥឡូវយើងចាប់ផ្ដើមស៊ីជម្រៅចូលទៅខាងក្នុងពីរ៉ាមីតតែម្ដងយើងចង់ដឹងថាតើខាងក្នុងពីរ៉ាមីតដ៏ធំមហិមាមួយនេះមានអ្វីខ្លះមានបន្ទប់ប៉ុន្មានមានអ្វីដែលអាចឲ្យយើងដឹងពីសម័យកាលនោះបានដែរឬទេបើទោះបីជាពីរ៉ាមីតគីហ្សានេះធំខ្លាំងយ៉ាងណាក៏ដោយនៅពេលដែលយើងចូលទៅដល់ខាងក្នុងយើងសង្កេតឃើញថាខាងក្នុងពីរ៉ាមីតគីហ្សានេះគឺមានបន្ទប់ចំនួនតែ3គត់ទី1គឺបន្ទប់របស់ស្ដេចបន្ទប់នេះស្ថិតនៅខាងលើគេគៀកនឹងកំពូលរបស់ពីរ៉ាមីតបន្ទាប់មកចូលទៅដល់បន្ទប់របស់ម្ចាស់ក្សត្រីគឺស្ថិតនៅក្រោមបន្ទប់របស់ស្ដេចអ្វីដែលប្លែកជាងគេនោះយើងឃើញថាមានបន្ទប់មួយទៀតដែលគេហៅថាបន្ទប់ក្រោមដីគឺវាចាក់ចូលជ្រៅទៅខាងក្រោមដីនៅក្រោមបន្ទប់របស់ម្ចាស់ក្សត្រីនេះឯងបុរាណវិទូបានរកឃើញអ្វីខ្លះនៅក្នុងបន្ទប់នីមួយៗតើបន្ទប់នីមួយៗគេបង្កើតឡើងនៅក្នុងគោលបំណងអ្វីបន្ទប់ទី1គឺបន្ទប់របស់ស្ដេចបន្ទប់នេះមានសារៈសំខាន់ជាងគេក្នុងចំណោមបន្ទប់ទាំង3ដែលមាននៅក្នុងពីរ៉ាមីតគីហ្សាវាស្ថិតនៅកណ្ដាលហើយនឹងជិតកំពូលរបស់ពីរ៉ាមីតតែម្ដងបន្ទប់នេះត្រូវបានសាងសង់ឡើងដោយថ្មធំៗផ្ដុំចូលគ្នា
ថ្វីត្បិតតែបន្ទប់នេះសំខាន់ជាងគេនៅក្នុងពីរ៉ាមីត ប៉ុន្តែនៅពេលដែលបុរាណវិទូស្រាវជ្រាវចូលទៅក្នុងបន្ទប់នេះ គឺគេឃើញថាបន្ទប់នេះមិនមានអ្វីទាំងអស់ អ្វីដែលគេបានឃើញគឺមានតែដុំថ្មមួយនៅចំកណ្ដាលបន្ទប់ដែលមានរូបរាងដូចជាប្រឈប់ គ្មានសូម្បីតែគម្របសម្រាប់គ្របដុំថ្មមួយនឹង គ្មានសូម្បីតែម៉ាមីសូម្បីតែទ្រព្យសម្បត្តិគឺគ្មានទាំងអស់ ឯរូបរាងកាយរបស់ស្ដេចគោពូក៏គេមិនបានឃើញនៅក្នុងបន្ទប់នេះផងដែរ បុរាណវិទូជឿជាក់ថាបន្ទប់នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងសម្រាប់ដាក់រូបរាងកាយរបស់ស្ដេចគូហ្វូនៅពេលដែលគាត់បាត់បង់ជីវិតទៅ រហូតមកដល់ពេលបច្ចុប្បន្ននេះមិនទាន់មានបុរាណវិទូឬក៏អ្នកស្រាវជ្រាវមួយរូបណាបានរកឃើញនៅរូបរាងកាយរបស់ស្ដេចគូហ្វូនេះឡើយ តើរូបរាងកាយឬក៏សាកសពរបស់ទ្រង់ត្រូវបានលាក់ទុកនៅកន្លែងណាគឺជាអ្វីដែលអ្នកបុរាណវិទូចង់ដឹងបំផុត ទី2គឺបន្ទប់របស់ម្ចាស់ក្សត្រី បន្ទប់នេះត្រូវបានធ្វើឡើងដើម្បីដាក់សាកសពឬរូបរាងកាយរបស់ម្ចាស់ក្សត្រី នេះបើយោងទៅតាមបុរាណវិទូដែលបានស្រាវជ្រាវអំពីពីរ៉ាមីតនេះ ប៉ុន្តែបុរាណវិទូជឿជាក់ថាកំឡុងពេលដែលសាងសង់បន្ទប់នេះឡើងក៏បំណងសម្រាប់ដាក់សាកសពឬរូបរាងកាយរបស់ម្ចាស់ក្សត្រីត្រូវបានផ្លាស់ប្ដូរ ដោយសារតែពេលបុរាណវិទូឬអ្នកស្រាវជ្រាវចូលទៅដល់ក្នុងបន្ទប់នេះ ពួកគេសង្កេតឃើញថាបន្ទប់នេះទទេស្អាតគ្មានអ្វីទាំងអស់ គ្មានសាកសពរូបរាងកាយរបស់ម្ចាស់ក្សត្រី គ្មានការតុបតែងលម្អនានា ហើយបន្ទប់នេះមានលក្ខណៈតូចជាងនិងសាមញ្ញជាងបន្ទប់របស់ស្ដេចទៅទៀត ដល់ពេលបច្ចុប្បន្នមិនទាន់មានបុរាណវិទូម្នាក់ណាឬអ្នកស្រាវជ្រាវម្នាក់ណាឡើយដែលដឹងថាបន្ទប់នេះសាងសង់ដើម្បីអ្វី បន្ទប់ទី3គឺបន្ទប់ក្រោមដី គោលបំណងនៃការសាងសង់បន្ទប់នេះគឺមិនទាន់មានអ្នកណាដឹងឡើយ វាស្ថិតនៅជ្រៅខាងក្រោមដីដែលវាមើលទៅសាងសង់មិនទាន់រួចរាល់ វាគ្មានការតែងលម្អអ្វីឡើយ គ្មានអក្សរ គ្មានរូបភាព គ្មានសូម្បីតែអស់រយៈកាលច្រើនជាង 4500 ឆ្នាំមកនេះ មានមនុស្សជាច្រើនបានចូលទៅក្នុងពីរ៉ាមីតហ្គីហ្សានេះ ដោយពួកគេរំពឹងថាពួកគេនឹងរកឃើញនៅអាថ៌កំបាំងផ្សេងៗក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងពីរ៉ាមីតនេះ ប៉ុន្តែអ្វីដែលពួកគេរកឃើញហើយនឹងភ្ញាក់ផ្អើលបំផុតគឺក្នុងនោះគ្មានអ្វីទាំងអស់សូម្បីតែទ្រព្យសម្បត្តិរូបរាងកាយសាកសពអក្សររូបភាពផ្សេងៗតាក់ទងនឹងសម័យនោះ ដំណើររឿងរ៉ាវរបស់ពីរ៉ាមីតនៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃនេះ